โยเทียไทยนิเจถากองทัพระบอบคล้วนบันรับโอซาเปียวัดจิจรันประเภทระบอบกัมพูชีรวมแต่งกรอบใบประชังรถกรอบ PF89 RPG2 RPG ปรับปี B40 กำเพลิงบันกรอบใบใดตุ่มหม60มิลลิเมตรกำเพลิงเวงขมิ้นกรอบ75มิลลิเมตรกรอบใบใดกรอบรวมเซลเชียง10,000กรอบนั่งกำเพลิงตุ่มหม12.7มิลลิเมตรการรับโอนนี้ตรึกบันรีการโดยกระแสไทยอินควายเรอร์นังเดเนชั่นในไทยตีปรามไทยมกราชนำปีปอนมาเพย์ปรามมุ้ยโดยกระแสเตียงปีอ่างท้ากองมาเรียนไทยบันรับโออาวุธนี้ในขนมคาสิโนทมอได้ในไทยโปสัตก็ปันแต่กระทรวงมหาดไทยกัมพูชีบันจานเจ้าอำนาจนี่กระทรวงบรรเจตามระยะเสกได้แถลงการโจทย์ไทยตีปรามมุ้ยไทยมกราชนำปีปอนมาเพย์ปรามท่าอาวุธแต่งนู้มันเม่นแหละตกมันเม่นโคฉบับหายก็มันเม่นในขนมคาสิโนได้อาวุธแต่งนู้ตรึกบันเดชาตกในโปนโกบาลกาเปียพรมแดนโกจรเพลย์50ปรามุ้ยในสนองการโกบาลไทยโปสัตสถานในขนมแดนนาทปไตยระบอบกัมพูชีกระทรวงมหาดไทยบันให้สกรรมเพียบระบอบไทยท่าเจือการช็อปพลันได้บังหันกันแต่ฉบับในการปราบปราฉบับเปรย์ระบอบรัฐาภิบาลหนึ่งโจทีไทยหมกเฉลี่ยเปลี่ยนตึกในกัมพูชีกระทรวงถาเพียกีไทยเตาแต่ตัวเขาเตาจำพวกหมกฉบับอันตรายជាតិโดยมันอาจเกิดแบบบานលោក ตุ้យ សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបាននិយាយថាការប្រើឈ្មោះកាស៊ីណូថ្មដាគឺជាលេសបិទបាំងការបំពានច្បាប់របស់យោធាថៃដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការដកហូតអាវុធរបស់កម្ពុជានិងលាក់បាំងការពិតបំភាន់សាធារណជននិងអន្តរជាតិកងកម្លាំងថៃបានលុកលុយចូលទៅក្នុងផ្ទះជនស៊ីវិលកម្ពុជាតាមបណ្ដាទីតាំងមួយចំនួនជាប់ព្រំដែនដោយបានកាត់សោគាស់ផ្ទះហើយប្រមូលយកទ្រព្យសម្បត្តិមានតម្លៃដូចជាម៉ូតូកង់អាគុយតុទូសាឡុងកៅអីរ៉ឺម៉កដឹកសម្រាមនិងរបស់របរប្រើប្រាស់មួយចំនួនទៀតលោក ตุ้យ សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានប្រាប់ News Today នៅថ្ងៃទី6ខែមករាឆ្នាំ2026ថាហេតុការណ៍នេះកើតឡើងនៅមុននឹងភ្លាមបន្ទាប់ពីសេចក្តីប្រកាសរួមដើម្បីឈប់បាញ់គ្នារវាងកម្ពុជានិងថៃត្រូវបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025លោកបន្ថែមថាកម្ពុជាបានប្រមូលភស្តុតាងទាំងអស់នេះពីបណ្ដាញសង្គមរបស់ថៃនិងពីកងកម្លាំងរបស់ថៃដែលពួកគេបានសារភាពនិងបង្ហាញសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរដែលពលរដ្ឋខ្មែរមិនទាន់បានចូលទៅកាន់លំនៅឋានរបស់ពួកគេវិញនៅឡើយដោយសារតែទ័ពថៃពាត់បន្លាលួសនិងរាយកុងតឺន័រលោកសុខាលើកឡើងថាទ័ពថៃបានថតសកម្មភាពរបស់ខ្លួនដើម្បីអួតពីជ័យជំនះខុសច្បាប់ដែលខ្លួនបានប្រព្រឹត្តលើទឹកដីកម្ពុជានិងប្រឆាំងពលរដ្ឋខ្មែរកាសែតថៃខៅសូតបានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពថៃថាកងកម្លាំងថៃមិនបានលួចយករបស់របរទាំងអស់នោះទេកងទ័ពថៃបានយកសម្ភារៈទាំងនោះរក្សាទុកដែលម្ចាស់អាចទៅយកវិញបានក៏ប៉ុន្តែត្រូវតែបង្ហាញឯកសារភស្តុតាងបញ្ជាក់ពីម្ចាស់កម្មសិទ្ធិលោក ตุ้យ សុខៈ លើកឡើងថាការដែលអ្នកនាំពាក្យកងទ័ពថៃនេះថាមិនមែនជាការលួចប្លន់គឺជាការបិទបាំងទង្វើអមនុស្សធម៌ការអាម៉ាស់និងមានបំណងបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ការរឹបអូសឬក៏ការបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលបើទោះបីជាប្រទេសស្ថិតក្នុងអរិភាពក៏ដោយកម្ពុជាបានអំពាវនាវឲ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់និងដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជាមុនបើកទ្វារអាកាសចូលលុកលុយទីក្រុងការ៉ាកាសចាប់ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូរឿងដែលអាមេរិកបានធ្វើដំបូងបំផុតគឺបិទភ្នែកប្រព័ន្ធរ៉ាដារបស់ចិននិងកំទេចប្រព័ន្ធរ៉ាដារបស់រុស្ស៊ីយោងតាមគេហទំព័រការពារជាតិ Jen Defense និង Army Recognition ប្រតិបត្តិការរបស់អាមេរិកនៅព្រឹកព្រលឹមថ្ងៃទី3ខែមករាឆ្នាំ2026ផ្ដោតដំបូងទៅលើប្រព័ន្ធការពារដែនអាកាស VAC-M2E ដែលផ្គត់ផ្គង់ដោយរុស្ស៊ីរ៉ាដានេះត្រូវអាមេរិកកំណត់ថាមានហានិភ័យខ្ពស់ព្រោះក្រៅពីចាប់សញ្ញាវាយប្រហារតាមអាកាសវានៅមានមីស៊ីលនាំផ្លូវទៅកំទេចយន្តហោះចម្បាំង drone និងអាវុធដែលចូលទម្លុះដែនអាកាសក្រុងការ៉ាកាសអាមេរិកបានទម្លាក់គ្រាប់បែកហែកបំបែករ៉ាដានេះឲ្យឆេះសន្ធោសន្ធៅចំណែករ៉ាដាដែលផលិតនៅប្រទេសចិននឹងត្រូវបានដាក់ពង្រាយនៅប្រទេសវេណេស៊ុយអេឡាចាប់តាំងពីឆ្នាំ2012ដល់ឆ្នាំ2014ដើរតួនាទីខុសគ្នាអ្នកវិភាគប៉ាន់ប្រមាណថារ៉ាដាឃ្លាំមើលសំខាន់របស់ចិនប្រហែលជា10ឈុតនៅក្នុងនោះមាន JYL1, JYL11B និង JY27 គឺជាឆ្អឹងខ្នងនៃបណ្ដាញឃ្លាំមើលក៏ប៉ុន្តែពួកវាមិនមានមីស៊ីលនាំផ្លូវទេដូច្នេះអាមេរិកចាត់ទុកថាមានហានិភ័យទាបនិងអាចដកភ្នែករ៉ាដាទាំងនោះដោយមិនលំបាកយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm និងវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រអាមេរិកមិនបានកំទេចរ៉ាដារបស់ចិនដោយកំទេចរ៉ាដារបស់រុស្ស៊ីទេអាមេរិកបានប្រើយន្តហោះសង្គ្រាមអេឡិចត្រូនិក EA-18G Growler កាត់ផ្ដាច់ប្រេកង់របស់រ៉ាដាចិនរំខានទៅដល់ដំណភ្ជាប់ទិន្នន័យនិងវង្វេងនៅក្នុងដែនអាកាសមិនអាចចាប់សញ្ញាពិតប្រាកដបានអេក្រង់រ៉ាដារបស់ចិនបានប្រែជាងងឹតនៅពេលដែលយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្ររបស់អាមេរិកហោះក្នុងរយៈកម្ពស់ទាបជ្រែកចូលទៅក្នុងដែនអាកាសរបស់ទីក្រុងការ៉ាកាស
គេហទំព័រ RAND Corporation លើកឡើងថាប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសវេណេស៊ុយអេឡាបានបរាជ័យមិនមែនដោយសារតែរ៉ាដាចិនមិនដំណើរការនោះទេក៏ប៉ុន្តែដោយសារតែប្រព័ន្ធរបស់ចិនមិនអាចរស់បានយូរពីការវាយប្រហារអេឡិចត្រូនិកដោយសហរដ្ឋអាមេរិកនេះហើយ